ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សទាំងអស់គ្នាបាទអញ្ចឹងយើងជួបគ្នាម្ដងទៀតបាទតកតងទៅនឹងនេះគឺយើងនិយាយពីវិធីបូកនិងដកឯកធាដូចគ្នាបាទមានន័យថាបាទអថេរបស់វាគឺដូចគ្នាអញ្ចឹងឥឡូវយើងមើលលំហាត់កនេះគឺ 2xy បូកនឹង 5xy អញ្ចឹងឥឡូវយើងមើលអាម៉េចគេហៅថាឯកធាដូចគ្នាឯកធាដូចគ្នាហ្នឹងគឺយើងមើលទៅលើផ្នែកអថេនេះអញ្ចឹងយើងមើលអថេអានេះឯកធាទី1នេះឯកធាទី2ហើយអញ្ចឹងយើងមើលអថេនេះគឺវាមិនដែរ xy ដល់ពេលខាងនេះ xy ដែរអញ្ចឹងមានន័យថាបាទវាអថេវាគឺដូចគ្នាបាទទាំងឯកធាទាំងពីរហ្នឹងគឺដូចអថេវាដូចគ្នាអញ្ចឹងអាហ្នឹងហើយគេឲ្យឈ្មោះថាបាទឯកធាដូចគ្នាអញ្ចឹងបើសិនជាវាដូចគ្នាបែបហ្នឹងគឺយើងបាទរបៀបឬក៏វិធីសាស្ត្រក្នុងការបូកឬក៏ដកឯកធាដូចគ្នាគឺយើងធ្វើការបូកឬក៏ដកតែផ្នែកនៃគុណវាតបមកទៀតគឺយើងគុណជាមួយនឹងផ្នែកអថេអញ្ចឹងឥឡូវយើងមើលចម្លើយអានេះដោយសារតែអថេរបស់វាគឺដូចគ្នាអញ្ចឹងមានន័យថាយើងអាចដកអា xy ហ្នឹងគឺចេញមកខាងក្រៅយើងអាចទៅសេជាវងកញ្ចក់បែបនេះគឺយើងអាចទៅសេថា2បូកនឹង5បន្ទាប់មកអា x និង y ហ្នឹងគឺយើងលើកតម្លងវាមកក្រៅវងកញ្ចក់អញ្ចឹងមកដល់កន្លែងនេះគឺយើងធ្វើការបូកតែមេគុណរបស់វាបានហើយអញ្ចឹងឥឡូវយើងមើលអានេះមេគុណរបស់វា2នេះ5នេះអញ្ចឹងយើងសេបាន2បូក5អញ្ចឹង2បូក5ស្មើប៉ុន្មានស្មើ7អញ្ចឹងស្មើ7យើងគ្រាន់តែយក7ហ្នឹងយកទៅគុណជាមួយនឹង xy ទៅអញ្ចឹងយើងបានប៉ុន្មាន 7xy អញ្ចឹងហ្នឹងគឺជាចម្លើយនៃផលបូកឯកធាដូចគ្នាឃើញបណ្ដាណាមួយទៀតខនេះគឺ 3ab ការ៉េបូក 7ab ការ៉េបូកនឹង ab ការ៉េអញ្ចឹងឥឡូវយើងមើលផ្នែកអថេរបស់យើងគឺដូចគ្នាទាំងអស់គឺមានន័យថា ab ការ៉េដូចគ្នាទាំងអស់អញ្ចឹងអ្វីដែលយើងត្រូវធ្វើដូចកដែរគឺយើងគ្រាន់តែបាទបូកផ្នែកមេគុណរបស់វាទៅបន្តមកទៀតយើងយកទៅគុណជាមួយនឹងអថេ ab ការ៉េរបស់យើងអញ្ចឹងយើងបានមិនបាទយើងសរសេរមកស្មើអានេះវងកញ្ចក់អញ្ចឹងយើងមើលមេគុណរបស់នេះគឺ3អញ្ចឹងបាន3អានេះសញ្ញាបូកអញ្ចឹងយើងបូកមកបូក7អានេះកន្លែងនេះ ab ការ៉េអញ្ចឹងមានន័យថាមេគុណរបស់វាគឺមាន1ដែរប៉ុន្តែគេអត់សរសេរអញ្ចឹងបូកនឹង1បិទវងកញ្ចក់មកវិញមកហើយអីគេ ab ការ៉េតស្មើតទៀតអញ្ចឹងយើងធ្វើការបូកទៅលេខនេះមកអានេះ3បូក7 10ហ្នឹង10បូក1 10 11អញ្ចឹង11 ab ការ៉េអស់ហើយប៉ុណ្ណឹងនេះចម្លើយរបស់យើងទៅខាងក្រោមមួយទៀតនេះមានន័យថាបូកហើយនឹងដកគឺវានៅលាយឡំគ្នាអញ្ចឹងឥឡូវយើងមើលនេះ 10ax ការ៉េបូក ax ការ៉េដក 5ax ការ៉េអញ្ចឹងមានបូកផងមានដកផងអញ្ចឹងវិធីបូកនិងដកគឺយើងបាទធ្វើដូចគ្នាទេគាត់ថាសញ្ញាអីយើងយកតាមគ្នាមកចាឥឡូវយើងមើល ax ការ៉េដូចគ្នាអស់ហើយអញ្ចឹងយើងសរសេរបានអានេះ10បូកអញ្ចឹងអានេះមេគុណរបស់វា1បូក1អានេះគេដកប៉ុន្មានដក5បើវងកញ្ចក់មកវិញ ax ការ៉េអញ្ចឹងយើងធ្វើមិនទៀតយើងគ្រាន់តែស៊ីសក្នុងវងកញ្ចក់នេះមកអញ្ចឹង10បូក1ស្មើ11ដក5គឺស្មើ6អញ្ចឹង6 ax ការ៉េអស់ហើយនេះគឺជាចម្លើយរបស់យើងនេះគឺជាវិធីបូកនិងដកឯកធាដូចគ្នាអញ្ចឹងយើងគ្រាន់តែបូកដកទៅលើមេគុណរបស់វាទេហើយបាទអថេរបស់វាគឺដដែលបាទ